Sudah yang akhir ngày nay nhưng mà unboxing cake របស់ Smoric សម្រាប់កាមេរ៉ា Sony ZV-E 10 Mark 1 របស់ខ្ញុំនេះកាមេរ៉ាខ្ញុំហើយដោយសារតែខ្ញុំឃើញគេ review នៅលើ YouTube ថាគួរតែដាក់ cake មួយទៅដើម្បីការពារធ្វើជាសុំព័ទ្ធជុំវិញកាមេរ៉ាករណីបើសិនជាយើងមានធ្លាក់ឬក៏ប៉ះទង្គិចអីអញ្ចឹងវាជួយការពារកាមេរ៉ាយើងបានមកកម្រិតដែរអញ្ចឹងហើយតោះទៅ unboxing មួយខ្ញុំបងប្អូនគ្នាចំពុំមានអីអ្នកនរគ្នាមើលទៅមុំគួរសមនេះគឺដែកតែដែកមិនដែកដែលធ្វើឲ្យគៀនហ្នឹងវាមុតស្រួចធ្វើឲ្យមុតដៃយើងទេដែកនេះវាត្រូវបាន polish វាខាត់ស្អាតហើយបាញ់ថ្នាំពណ៌អីរួចហើយអញ្ចឹងកាន់នឹងដៃមានអារម្មណ៍ថាស្រួលដៃមែនទែនហើយវាថែមទាំងមកជាមួយនឹងជ័រស៊ីលីកូនសម្រាប់កាន់ក្តោបនេះមួយតង់ទៀតធ្វើឲ្យយើងកាន់ទៅហាប់ណែនមកកម្រិតទៀតអូខេខ្ញុំនឹងរៀបចំ install វាឡើងក្នុងប្រអប់វាមានឲ្យឧបករណ៍មួយចំនួនមកទៀតណាយើងមុនដំបូងគឺត្រូវបើកកន្លែងនេះចេញសិនដាក់កាមេរ៉ាចូលហើយបានយើងមកខ្ចៅដាក់វាត្រឡប់ចូលទៅវិញអ្វីដែលខ្ញុំចូលចិត្តកាមេរ៉ាហ្នឹងគឺវាសមត្ថភាពអាចវាថតចឹងតែដូចកាមេរ៉ា professional ដទៃធំហើយវាអាចដូរ lens បានចឹងធ្វើឲ្យយើងវាកាន់យកតាណាតាណីវាងាយស្រួលហើយមានមុខងារមួយចំនួនស្តៀងមួយកាមេរ៉ា professional ទៅហើយហើយនេះវាធ្វើអញ្ចឹងឲ្យយើងចាប់ខ្ចៅមកឈប់នៅខាងក្រោមចាត់ការនេះមកចឹងខាងក្រោមនេះគឺយកមកខ្ចៅជាមួយបាតកាមេរ៉ាហ្នឹងដើម្បីឲ្យវាជាប់ហើយវាក៏មានមកជាមួយដែកនេះមួយឲ្យយើងមូលបតឹងវាឲ្យវាតឹងល្អពេលយើងត្រូវការដាក់ចូលនឹងវិញរួចហើយអានេះដែលយើងខំដោះមិញហ្នឹងដាក់ចូលវិញយកកន្លែងដែលអត់ឃើញដាក់ចូលកន្លែងវា
chập này hấp hơi với thơ một cái camera cú sắm mà sát ở về sầm khánh คือ brand small brand นั่นคือตัวบางตาตุก7 ปีเนี่ยพา camera ជាច្រើនវាគឺជា brand ដែលគេទទួលស្គាល់ថាផលិតផលវាមានគុណភាពវាក៏មានcake មួយចំនួនលក់លើទីផ្សារដែរតែអត់មាន brand ច្បាស់លាស់តាមត្រូវយើងរៀងសុទ្ធទុកចិត្តតែបើសិនជាបោះ brand នេះយើងវាទុកចិត្តច្រើនហើយដូចអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងក្រោយពេលចាប់ឡើងទៅមុខងារមួយចំនួនរបស់កាមេរ៉ានៅរក្សាបានដដែលដូចជា power អេក្រង់នេះអញ្ចឹងបើកបិទអេក្រង់ហ្នឹងបាទធម្មតាហើយប៊ូតុងមួយចំនួនគឺនៅតែអាចប្រើប្រាស់បានវាមានបន្ថែមអក្សរណាដែលវាបានជាន់ពីលើកន្លែងប៊ូតុងអាចាស់ហ្នឹងអញ្ចឹងវាដាក់យើងមើលឲ្យដឹងហើយវាបន្ថែមនៅប្រឡោះទុកដាក់ cold shoe មួយចំនួនទៀតដែលអ្នកមួយចំនួនគាត់អាចដាក់ flash ឬក៏ដាក់ microphone receiver អីនៅតាមហ្នឹងអញ្ចឹងទៅហើយនេះយើងអាចចាប់ដាក់ធ្វើជា mount ចាប់នឹងកាន់ដៃបានហើយទៀតខាងក្រោមនេះវិញក៏អញ្ចឹងដែរយើងអាចមានប្រឡោះជាច្រើនអាចដាក់ធ្វើជាចាប់ជាមួយ tripod បានហើយសូម្បីតែនៅកន្លែងនេះហ្នឹងគឺយើងអាចយកវាមកដាក់ខ្សែបំពាក់ខ្សែនៅលើកន្លែងបានដើម្បីពាក់នឹងកឬក៏ពាក់នៅនឹងដៃអញ្ចឹងទៅស្អាតខ្ញុំមកពេញចិត្តវាជួយការពារយើងមកកម្រិតពីការឧទាហរណ៍ធ្លាក់ឬក៏បុកប៉ះទង្គិចអីអញ្ចឹងវានឹងប៉ះជាមួយនឹងត្រង់ឬក៏ខេកនឹងមុនវាការពារកាមេរ៉ាយើងម្យ៉ាងត្រង់ឬក៏ខេកនេះមិនមែនប្រភេទធ្លាក់ទៅវាដែកវានឹងប៉ះទង្គិចចូលដល់កាមេរ៉ាយើងមើលទៅអត់ងាយវាកើតទេព្រោះវាតាន់ណាស់អូខេអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងសង្ឃឹមថាអ្នកទាំងអស់គ្នាមើលឃើញហើយនឹងជួយចុច like subscribe ខ្ញុំនឹងព្យាយាមផលិតវីដេអូជាច្រើនទៀតអរគុណជំរាបលា